ការសហការរវាងឪពុកម្ដាយជាមួយនឹងលោកគ្រូអ្នកគ្រូហើយនេះជាចំណុចដែលយើងធ្វេសប្រហែសទាំងអស់គ្នាបងប្អូនអាចសួរខ្លួនឯងមើលហើយឆ្លើយចម្លើយនៅក្នុងចិត្តរបស់ខ្លួនឯងមើលថាតើមួយឆ្នាំបងប្អូនបានទំនាក់ទំនងសួរនាំអំពីសុខទុក្ខរបស់កូនសួរនាំអំពីការសិក្សារបស់កូនពីគ្រូបន្ទុកថ្នាក់បានប្រមាណដងសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាជាពិសេសលោកឪពុកអ្នកម្ដាយអ្នកអាណាព្យាបាលបងប្អូនសិស្សានុសិស្សទាំងអស់មិនថាទាំងនៅបឋមសិក្សាទាំងនៅមធ្យមសិក្សាអនុវិទ្យាល័យនិងវិទ្យាល័យខ្ញុំបាទសូមសំណូមពរបងប្អូនសូមធ្វើការកសាងនៅទំនាក់ទំនងជាមួយសាលារៀនឡើងវិញសូមឲ្យបងប្អូនមកស្គាល់ទីតាំងសាលារៀនដែលកូនចៅរបស់បងប្អូនកំពុងតែសិក្សារៀនសូត្រសូមបងប្អូនស្គាល់លោកនាយកលោកស្រីនាយិកាស្គាល់លេខទំនាក់ទំនងរបស់ពួកគាត់សូមឲ្យបងប្អូនស្គាល់លេខទំនាក់ទំនងរបស់លោកគ្រូអ្នកគ្រូបន្ទុកថ្នាក់ដើម្បីធ្វើការទំនាក់ទំនងសួរនាំអំពីសុខទុក្ខក៏ដូចជាការសិក្សារៀនសូត្ររបស់កូនចៅរបស់បងប្អូនអ្វីដែលខ្ញុំយល់ឃើញហើយនឹងមើលឃើញមួយរយៈនៅពេលដែលខ្ញុំធ្វើកិច្ចការនៅសាលារៀនអស់រយៈពេលប្រហែលជា10ឆ្នាំខ្ញុំមើលឃើញថាបងប្អូនឪពុកម្ដាយភាគតិចណាស់ដែលបានមកស្គាល់សាលារៀនហើយបានទំនាក់ទំនងផ្ទាល់ជាមួយនឹងលោកគ្រូអ្នកគ្រូបន្ទុកថ្នាក់ហើយមានភាគច្រើនដែលសូម្បីតែម្ដងក្នុងមួយឆ្នាំក៏មិនបានមកស្គាល់ទីតាំងសាលារៀនដែលកូនចៅរបស់បងប្អូនរៀនសូត្រដែរហើយខ្ញុំយល់ថាវាពិតនឹងឲ្យជាប្រយោជន៍វាពិតជាមានសារៈប្រយោជន៍សំខាន់ខ្លាំងណាស់នៅការសាងទំនាក់ទំនងរវាងពួកយើងទាំងអស់គ្នាដើម្បីណាគឺដើម្បីកូនចៅរបស់យើងនឹងឯងបាទបងប្អូនសាកល្បងគិតពិចារណាជាមួយខ្ញុំបន្តិចមើលថាតើយើងនឹងអាចផ្ដល់ទំនុកចិត្តនិងផ្ញើជោគវាសនារបស់កូនចៅយើងទៅឲ្យសាលារៀនដែលសំបីតែទីតាំងសាលានោះយ៉ាងម៉េចនៅកន្លែងណាថ្នាក់រៀនរបស់កូនចៅយើងរៀននឹងមានសភាពបែបម៉េចយើងមិនដឹងផងនឹងអញ្ចឹងតើយើងនឹងផ្ដល់ទំនុកចិត្តថាកូនចៅយើងនឹងទទួលបានចំណេះដឹងល្អប្រសើរយ៉ាងដូចម្ដេចនេះជាចំណុចសំខាន់ណាស់យើងគួរតែធ្វើការសាងទំនាក់ទំនងនឹងឡើងវិញដោយយើងចង់ឲ្យសិស្សយើងគាត់មានចំណេះដឹងគាត់មានសិលធម៌ល្អគាត់មានជំនាញនិងបំណិនអាចយកទៅប្រើការនៅក្នុងសង្គមបានក្រោយពីគាត់បញ្ចប់ពីសាលារៀនវាពិតជាចាំបាច់ណាស់ការសហការរវាងឪពុកម្ដាយជាមួយនឹងកូនការសហការរវាងលោកគ្រូអ្នកគ្រូជាមួយនឹងសិស្សការសហការរវាងឪពុកម្ដាយជាមួយនឹងលោកគ្រូអ្នកគ្រូហើយនេះជាចំណុចដែលយើងធ្វេសប្រហែសទាំងអស់គ្នាបងប្អូនអាចសួរខ្លួនឯងមើលហើយឆ្លើយចម្លើយនៅក្នុងចិត្តរបស់ខ្លួនឯងមើលថាតើមួយឆ្នាំបងប្អូនបានទំនាក់ទំនងមកសាលារៀនប្រមាណដងបងប្អូនបានទំនាក់ទំនងសួរនាំអំពីសុខទុក្ខរបស់កូនសួរនាំអំពីការសិក្សារបស់កូនពីគ្រូបន្ទុកថ្នាក់បានប្រមាណដងបងប្អូនបានសួរនាំអំពីការរៀនសូត្ររបស់កូនរបស់បងប្អូនដោយផ្ទាល់ឬក៏ទាញសៀវភៅរបស់កូនរបស់បងប្អូនមកមើលមកតាមដានថាតើពួកគាត់បានរៀនសូត្រឬអត់នោះបានប្រមាណដងហើយយើងធ្វេសប្រហែសទាំងអស់គ្នាលើចំណុចទំនាក់ទំនងគ្នានេះឯងបាទខ្ញុំយល់ថាបងប្អូនកំពុងតែខិតខំប្រឹងប្រែងប្រកបរបរអាជីវកម្មផ្សេងៗដើម្បីរកចំណូលចូលគ្រួសារបងប្អូនពុំមានពេលវេលាច្រើនទេដើម្បីតាមដាននិងធ្វើការថែទាំផ្ទាល់ជាមួយនឹងកូនចៅរបស់បងប្អូនក៏ប៉ុន្តែបងប្អូនត្រូវយល់ថាបងប្អូនកំពុងតែខិតខំប្រឹងប្រែងគឺដើម្បីឲ្យកូនចៅបងប្អូនល្អនឹងហើយដែលបងប្អូនចេញទៅធ្វើការប្រកបរបរអាជីវកម្មផ្សេងៗដើម្បីប្រកបគង់ឲ្យកូនគាត់បានល្អប្រសើរ
ក៏ប៉ុន្តែនៅពេលដែលយើងគិតតែរឿងផ្គត់ផ្គង់យើងគិតតែខំរកហើយផ្លិចធ្វើការសាងទំនាក់ទំនងជាមួយនឹងកូនរបស់យើងផ្ទាល់តាមដានចំពោះការសិក្សារៀនសូត្រតាមដានចំពោះការវិវត្តរបស់ពួកគាត់ព្រោះឥឡូវនេះបងប្អូនមើលឃើញស្រាប់ហើយថាសង្គមយើងសម័យបច្ចេកវិទ្យាជឿនលឿនណាស់អញ្ចឹងចំណេះដឹងជាច្រើនដែលពួកគាត់ទទួលបានគឺវាស្ថិតនៅក្រៅព្រំដែនដែលយើងអាចគ្រប់គ្រងបានពីព្រោះទូរស័ព្ទដៃមួយគឺមានព័ត៌មានសពគ្រប់បែបយ៉ាងហើយមានព័ត៌មានដែលគួរឲ្យពួកគាត់ឃើញហើយក៏មានព័ត៌មានដែលមិនគួរឲ្យពួកគាត់ឃើញបងប្អូនមិនអាចខិតខំប្រឹងប្រែងរហូតតតែខ្វះទំនាក់ទំនងជាមួយនឹងកូនរបស់បងប្អូននោះទេដូច្នេះសំណពរម្ដងទៀតគឺសូមធ្វើការបង្កើតធ្វើការកសាងទំនាក់ទំនងឡើងវិញរវាងឪពុកម្ដាយជាមួយនឹងកូនរវាងឪពុកម្ដាយជាមួយនឹងលោកគ្រូអ្នកគ្រូបន្ទុកថ្នាក់ក៏ដូចជាលោកគ្រូអ្នកគ្រូដែលបង្រៀននៅសាលារៀនចូលរួមទាំងអស់គ្នាដើម្បីអនាគតល្អប្រសើររបស់កូនចៅយើងបាទសូមគោរពអរគុណនិងសូមអរគុណ